Bàជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូមួយនេះគឺជាតម្រូវឆ្នោតម៉ោង4បាទសម្រាប់ពហុបាទអញ្ចឹងដោយសារតែឥឡូវនេះខ្ញុំធ្វើជាវគ្គបាទខ្លីៗដើម្បីបង្ហាញជូនដល់បងប្អូនទាំងអស់គ្នានៅតាមតំបន់ដែលកំសាន្តទៅតាមABCD ក៏ដូចជាហូបាទម៉ោង6អីហ្នឹងផ្សេងគ្នាអញ្ចឹងទៅខ្ញុំធ្វើខ្លីៗទៅដើម្បីងាយស្រួលនៅក្នុងការធ្វើហើយក៏ដើម្បីងាយស្រួលនៅក្នុងការកំសាន្តផងដែរហើយសម្រាប់បងប្អូនដែលចូលចិត្តនៅក្នុងការកំសាន្តពហុកុំភ្លេចចុចជាវបាទម្នាក់មួយផងដើម្បីទទួលបានលទ្ធផលបាទថ្មីបាទនៃតម្រុយឆ្នោតវៀតណាមចឹងទៅនៅក្នុងថ្ងៃនេះខ្ញុំមានលទ្ធផលចំនួន3ដែលខ្ញុំនឹងធ្វើការបង្ហាញជូនដល់បងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងដាក់កន្លែងសញ្ញាចង្អុលដៃសម្រាប់លទ្ធផលនៃតម្រុយណាហើយគឺមានចំនួន3គ្រាប់បាទហើយរបៀបនៃការកំសាន្តបើសិនជាបងប្អូនចូលចិត្តនៅក្នុងខ្ទង់ណាមួយបងប្អូនកុំភ្លេចរងឬក៏ត្រឡប់ផងបាទនៅក្នុងចំណោម3ហ្នឹងមួយណាដែលបងប្អូនចូលចិត្តអញ្ចឹងទី1បាទគឺខ្ញុំមានដូចជា93បាទទី2បាទគឺខ្ញុំមាន72ហើយនឹងទី3គឺខ្ញុំមាន27បាទចឹងនេះគឺជាលទ្ធផលសម្រាប់ពហុបាទនៅក្នុងថ្ងៃទី6ខែ7ឆ្នាំ2026បាទកុំភ្លេចជួយចុចជាវបាទម្នាក់មួយផងនិងជួយចុច like បាទសូមអរគុណបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅក្នុងវីដេអូមួយនេះបាទសូមអរគុណសូមគោរពលា